សូមគោរពមានបិតាណាព្យាបាលភ្ញៀវកិត្តិយសទាំងអស់ជាទីគោរពសួស្តីសិស្សានុសិស្សនិងមិត្តរួមសាលាជាទីមេត្រីមានការអបិសេកពិសានេះខ្ញុំបច្ចុប្បន្នសេចក្តីរំភើបរីករាយឧបមានិងសូមអរគុណដល់គណៈក្រុមប្រឹក្សាសាលាដែលបានផ្ដល់កិត្តិយសដល់អ្នកខ្ញុំជាតំណាងសិស្សានុសិស្សនៃសាលាត្រជាតិ UKL បានឡើងមកធ្វើការនិយាយពីចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះជាការបណ្ណាប្រទេសជាតិមានការចំណាប់បានល្អស្ដីដោយប្រទេសនោះមានការអភិវឌ្ឍនិងមានធនធានមនុស្សល្អវិទ្យុបជនប្រកបដោយចំណេះដឹងនិងសមត្ថភាពខ្ពស់ពលគឺយុវជនជាសសរទុំដ៏រឹងមាំរបស់ប្រទេសជាតិដោយនេះហើយដើម្បីបង្កើតធនធានមនុស្សឲ្យមានគុណភាពសាលាមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលចំណេះដឹងចំណេះធ្វើនៃអរិយាប័ត្រល្អសម្រាប់សិស្សានុសិស្សដែលជាទុកពេលខ្លះទៅជារស័យដ៏រឹងមាំនិងមានគុណភាពល្អឆ្លងតាមការសិក្សាដែលទទួលបានការបណ្ដុះបណ្ដាលនៃសាលាត្រជាតិ UKL កន្លងមកនាងខ្ញុំសំខាន់មកជ្រាបជ្រៅចំពោះលោកនាយកលោកស្រីនាយិកាលោកគ្រូអ្នកគ្រូដែលបានមហាបរិស័ទយ៉ាងយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាពនិងគុណភាពទាំងចំណេះដឹងចំណេះធ្វើនៃអរិយាប័ត្រល្អដោយបច្ចុប្បន្ននេះដោយសារគណៈគ្រប់គ្រងសាលាបានយកចិត្តទុកដាក់និងរៀបចំកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជននិងកីឡានាងខ្ញុំសំខាន់មកជ្រាបជ្រៅជាពិសេសចំពោះលោកប៉ាណាម៉ាមេដាបេដាណាព្យាបាលសិស្សទាំងអស់ដែលបានផ្ដល់លទ្ធភាពពួកគូគ្រប់បែបយ៉ាងទាំងកម្លាំងកាយកម្លាំងចិត្តឲ្យកូនៗមានការទទួលបានការអប់រំពីសាលារៀនល្អដែលបានបញ្ជូនគាត់ឲ្យមកសិក្សានៅសាលាត្រជាតិ UKL ដែលជាសាលាមានប្រសិទ្ធភាពនិងគុណភាពឧត្តមភាពវិន័យសិលធម៌និងសុជីវធម៌លោកគ្រូអ្នកគ្រូមានបច្ចេកទេសគោរពកុសលមានបទពិសោធន៍ល្អបង្រៀនយូរឆ្នាំមានសិលធម៌មានទេពកោសល្យក្នុងការបង្រៀនមានមនសិការវិជ្ជាជីវៈគ្រូនោះនេះខ្ពស់គណៈអធិបតីជាទីគោរពភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រីសិស្សានុសិស្សទាំងអស់ជាទីគោរពស្នេហ៍ដើម្បីខ្លះជាសិស្សបង្ការយើងត្រូវមានកត្តាមួយយ៉ាងគឺទី1កត្តាសាលារៀនទី2កត្តាសង្គមទី3កត្តាខ្លួនឯងកត្តាខ្លួនឯងគឺជាកត្តាដ៏សំខាន់បំផុតទោះបីជាមានការជ្រោមជ្រែងពីសាលារៀនមានលោកគ្រូអ្នកគ្រូមានបេដាអាណាព្យាបាលសង្គមយ៉ាងណាក៏ដោយបើសិនមកខ្លួនយើងមិនចេះចិត្តទុកដាក់និងរៀបចំកម្មវិធីសិក្សាស្រាប់មិនយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងរៀនសូត្រឲ្យទទួលបានលទ្ធផលល្អទេនោះមិនអាចខ្លាចជាសពបុគ្គលបានឡើយដើម្បីលើកទឹកចិត្តដល់សិស្សដែលមានការខិតខំប្រឹងប្រែងរៀនសូត្រឲ្យទទួលបានលទ្ធផលល្អមានចំណាត់ថ្នាក់ពីលេខ1ដល់3នោះសាលាត្រជាតិ UKL មានគោលការណ៍ផ្ដល់អាហារូបករណ៍បានសិក្សានិងមកផ្សេងទៀតជាក់ស្ដែងនៅក្នុងកម្មវិធីនេះនឹងមានការគោរពបញ្ជាចូលរួមយ៉ាងអបអរសាទរអធិកធមក្រៃលែងយើងខ្ញុំសម្រាប់ញាតិថានឹងគោរពវិន័យបំជាផ្ទៃក្នុងរបស់សាលាឲ្យបានល្អប្រសើរខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាសពបង្កើតបន្តទៀតមិនប្រើប្រាស់ឬជួញដូរគ្រឿងញៀនជាដាច់ខាតហើយឆ្លើយថាទេចំពោះគ្រឿងញៀនមិនសហការជាមួយគ្មានទំនើបមកទុយមកធំឡើយនឹងធ្វើឲ្យលោកប៉ាណាម៉ាលោកគ្រូអ្នកគ្រូខកបំណងនឹងឲ្យសង្ឃឹមឡើយធ្វើជាកូនល្អសិស្សល្អមិនល្អពលរដ្ឋល្អខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបង្កើតសមត្ថភាពឲ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់គ្រួសារនិងសង្គមជាតិស្របតាមពាក្យស្លោកមួយឃ្លាថារៀនដើម្បីអភិវឌ្ឍខ្លួនឯងគ្រួសារនិងសង្គមជាតិជាចុងបញ្ចប់នាងខ្ញុំសំខាន់នៅក្នុងសាស្ត្រជំនាញរបស់ជាចំពោះគណៈអធិបតីថ្នាក់ដឹកនាំគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូមេដាបេដាអាណាព្យាបាលសិស្សានុសិស្សនិងគ្រប់ជនបរិជុំប្រទេសតែសេចក្តីសុខសេចក្តីចម្រើនសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណ